នៅព្រឹកថ្ងៃច័ន្ទនេះតម្លៃមាសបានធ្លាក់ចូលដល់កម្រិត$3,300ក្នុង1អោនឬកម្រិតទាបជាងកាលពីសប្តាហ៍មុនតែក៏បានស្ទុះងើបឡើងវិញដល់កម្រិតខ្ពស់ប្រចាំថ្ងៃក្នុងអំឡុងពេលបើកការជួញដូរដំបូងនៅផ្សារអឺរ៉ុបចំណែកប្រាក់ដុល្លារចាប់ផ្ដើមសប្តាហ៍ថ្មីនៅលើកំណត់ចំណាំដែលចុះខ្សោយដោយបានដូរទិសដៅពីការកើនឡើងដែលត្រូវបានជំរុញដោយរបាយការណ៍ការងារមិនមែនកសិកម្មទន្ទឹមនឹងអ្នកវិនិយោគនៅតែស្ថិតក្នុងការមើលពីចម្ងាយនៅមុនកិច្ចពិភាក្សាពាណិជ្ជកម្មសំខាន់ៗរវាងអាមេរិកនិងចិននៅថ្ងៃនេះក្នុងទីក្រុងឡុងគប់ផ្សំនឹងហានិភ័យភូមិសាស្ត្រនយោបាយដែលកំពុងបន្តកំពុងជួយឲ្យតម្លៃមាសដែលមានសុវត្ថិភាពបញ្ឈប់ការធ្លាក់ចុះរបស់ខ្លួននៅចំណុច$3,300ក្នុង1អោនទោះជាយ៉ាងណាក៏ដោយទស្សនវិស័យរក្សាទិន្នផលរដ្ឋាភិបាលសហរដ្ឋអាមេរិកកើនឡើងនិងដាក់សម្ពាធឲ្យតម្លៃមាសមានការធ្លាក់ចុះមួយចំនួននៅដើមសប្តាហ៍នេះប៉ុន្តែមានកត្តារួមផ្សំមួយកំពុងរារាំងការធ្លាក់ចុះនៃតម្លៃមាសថែមទាំងជួយកំណត់ដែននៃការធ្លាក់ចុះរបស់មាសនៅថ្ងៃនេះក្នុងនោះគឺការព្រួយបារម្ភអំពីសុខភាពហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកគឺមិនជួយឲ្យប្រាក់ដុល្លារអាមេរិកទទួលបានមូលធនប័ត្រលើការកើនឡើងក្រោយរបាយការណ៍ការងារមិនមែនកសិកម្មនោះទេជាងនេះទៅទៀតការកើនឡើងនៃជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែនចំពេលដែលការចរចាសន្តិភាពជាប់គាំងដែលរក្សាហានិភ័យភូមិសាស្ត្រនយោបាយនិងគាំទ្រវត្ថុដែលមានសុវត្ថិភាពដូចជាមាសជាដើមមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិកនិងចិននឹងជួបប្រជុំគ្នានៅទីក្រុងឡុងនៅថ្ងៃច័ន្ទនេះសម្រាប់កិច្ចពិភាក្សាដែលមានគោលបំណងលុបបំបាត់ជម្លោះពាណិជ្ជកម្មរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរប្រសិនបើជម្លោះពាណិជ្ជកម្មកើនឡើងឬមិនអាចដោះស្រាយបានវាអាចនាំឲ្យមានការធ្លាក់ចុះនៃសេដ្ឋកិច្ចទីផ្សារភាគហ៊ុនចុះខ្សោយនិងតម្រូវការកើនឡើងសម្រាប់ទ្រព្យសម្បត្តិដែលមានសុវត្ថិភាពដូចជាមាសជាដើម